ប្រពន្ធចូលជាជាអ្នកកំអិនអាហារអបំផុតហើយមិនជាពូនខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចាឆាគ្រឿងឬសម្លមិនខុសសមរាល់ថ្ងៃខ្ញុំចាំតែបាយផ្ទះកំត្រឹមទីលានចាំមិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់នាងចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់ខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូបាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃបន្តិចពីបើគេសួរថា chef ខ្ញុំស្នេហានរណាខ្ញុំមិនតែងមិនស្ទាក់ស្ទើរក៏ឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដ៏ឆ្លៀងនាងល្អអញខ្ចោក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំល្អជាងគេចំអិនមុំហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់ខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូបាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃហើយគេសុថា chef ខ្ញុំស្នេហានរណាខ្ញុំបន្តិចមិនស្ទាក់ស្ទើរបើឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដ៏ឆ្លៀងនាងល្អអិនខ្ចោក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំអជាងគេចំអិននឹងហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ប្រពន្ធខ្ញុំជាអ្នកកំអិនអាហារអបំផុតហើយជាពូនខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចាឆាគ្រឿងឬសម្លមិនខុសសមរាល់ថ្ងៃខ្ញុំចាំតែបាយផ្ទះកំត្រឹមទីលានចាំមិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់នេះប្រពន្ធចូលជាអ្នកកំអិនអាហារអបំផុតហើយជាពូនខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចាឆាគ្រឿងឬសម្លមិនខុសសមរាល់ថ្ងៃខ្ញុំចាំតែបាយផ្ទះកំត្រឹមទីលានចាំមិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់នាងចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលដែរចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់ខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូបាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃបន្តិចពី
បើគេសួរថា chef ខ្ញុំស្នេហានរណាខ្ញុំមិនតែងមិនស្ទាក់ស្ទើរក៏ឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដ៏ឆ្លៀងនាលអអញខ្ចោក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំល្អជាងគេចំអិនមុំហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ចកកាន់ទីចំអិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយឲ្យឆ្ងាញ់រសជាតិមិនដែលណាយចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសនៅស្នេហ៍របស់ចកខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចារូបាយឆាសំឡកគោឆាត្រឡប់សាច់គោមើលទៅឆ្ងាញ់ចង់ញ៉ាំជារៀងរាល់ថ្ងៃហើយគេសុថា chef ខ្ញុំស្នេហានរណាខ្ញុំបន្តិចមិនស្ទាក់ស្ទើរបើឆ្លើយថាប្រពន្ធខ្ញុំជាអ្នកចំអិនដ៏ឆ្លៀងនាលអអិនខ្ចោក្នុងផ្ទះរបស់ខ្ញុំហើយប្រពន្ធខ្ញុំអជាងគេចំអិននំហូបឲ្យខ្ញុំស្រឡាញ់ពេកទៅរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ប្រពន្ធខ្ញុំជាអ្នកចំអិនអាហារល្អបំផុតជាកូនខ្ញុំចំអិនឲ្យឆ្ងាញ់ណាស់មកអីក៏លេងធ្លោអស់ចាឆាគ្រឿងឬសម្លមិនខុសសមរាល់ថ្ងៃខ្ញុំចាំតែបាយផ្ទះត្រឹមទីលានចាំមិនខ្ញុំធ្វើមុខសប្បាយក្លិនឈ្ងុយហើយឆ្ងាញ់រសជាតិមិនដែលណាយចំអិនជាមួយស្នេហានិងភាពស្មោះអាហារនេះជាពិសេសដូចស្នេហ៍របស់